ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើលតសម្រាប់ញ៉ាំជាមួយនឹងជ្រក់ល្ហុងចានេះជាក្បួនទី2របស់នេះខ្ញុំហើយចាហើយក្បួននេះរសជាតិក៏មិនចាញ់ពីក្បួនមុនដែរបងប្អូនគឺរសជាតិឆ្ងាញ់មែនតើហើយបងប្អូនណាខ្លះដែលធ្លាប់បានភ្លក់ចាធ្លាប់បានធ្វើរបៀបទី1របស់នេះខ្ញុំណាហើយក្បួនថ្មីនេះបងប្អូនធានាថាស្រួយខ្ញោកតែម្ដងឥឡូវកុំឲ្យខាតពេលយូរបងប្អូនដំបូងគឺខ្ញុំមានបង្គាក្រៀមខ្ញុំយកវាទៅត្រាំទឹកបន្ទាប់មកសាច់ជ្រូកខ្ញុំយកវាទៅកិនឲ្យឲ្យម៉ត់ល្មមផ្នែកបន្លែខ្ញុំមានដូចជាការ៉ុតត្រាវហើយស្លឹកខ្ទឹមហើយនេះជាស្តៅដីលីងណាបងប្អូនគឺយើងត្រូវលីងវាឲ្យឈ្ងុយបន្ទាប់មកបុកវាឲ្យម៉ត់ចាកុំឲ្យម៉ត់ពេកនិយាយទៅនៅដុំហើយឥឡូវបង្គាខ្ញុំយកវាទៅកិនចាកិនឲ្យម៉ត់ទៅហើយខ្ញុំលាយគ្រឿងផ្សំទាំងអស់តែម្ដងមានដូចជាសាច់ជ្រូកផ្នែកបន្លែមានដូចជាត្រាវការ៉ុតខ្ទឹមសខ្ទឹមក្រហមសណ្តែកដីម្សៅស៊ុបមាន់ហើយម្រេចប្រេងខ្យងទឹកស៊ីអ៊ីវចានិយាយទៅយើងដាក់គ្រឿងផ្សំទាំងអស់ចូលគ្នាតែម្ដងហើយនេះជាពងមាន់នេះខ្ញុំដាក់វា1គ្រាប់2គ្រាប់ក៏បានដែរបងប្អូនហើយស្លឹកខ្ទឹមម្សៅពោតចាហើយខ្ញុំថែមពងមាន់ផ្នែកក្រហមមួយគ្រាប់ទៀតណាហើយយើងច្បល់វាឲ្យសព្វបងប្អូនអាចផ្អាប់វា15នាទីទៅ20នាទីជាមុនសិនទើបខ្ចប់គឺកាន់តែមានរសជាតិឆ្ងាញ់ចាលតយើងណាហើយសម្បកគឺនេះខ្ញុំមានផ្នែកពីរបៀបពីរអញ្ចឹងបងប្អូនអាចខ្ចប់មួយណាក៏បានដែរហើយរបៀបខ្ចប់គឺខ្ញុំច្រកទៅក្នុងថង់ចាថង់សម្រាប់ច្របាច់នំបងប្អូនគឺខ្ញុំចូលចិត្តធ្វើបែបហ្នឹងបងប្អូនលតណាដើម្បីឲ្យបានទំហំស្មើគ្នាល្អតែបើសិនជាបងប្អូនអត់ចង់រញ៉េរញ៉ៃច្រើនឬក៏អត់មានថង់បែបហ្នឹងគឺបងប្អូនចាដួសនឹងស្ព្រាបន្តែធ្វើយ៉ាងណាយើងស្មានឲ្យប៉ិនគ្នាទៅហើយលតហ្នឹងគឺថាទូចល្មមអត់ធំទេបងប្អូនទំហំណាចាហើយខ្ញុំប្រើសម្បកបែបហ្នឹងបងប្អូនដើម្បីខ្ចប់ហើយនេះខ្ញុំច្បាច់សាច់ដាក់ចំកណ្ដាលហើយលាបពងមាន់ផ្នែកសគៀនហ្នឹងបន្ទាប់មកយើងខ្ចប់យកតែម្ដងហើយរបៀបខ្ចប់ខ្ញុំគឺដំបូងគឺខ្ញុំខ្ចប់ឲ្យបិទមុខទាំងសងខាងបែបហ្នឹងណាបងប្អូនចាឲ្យរៀងបែបហ្នឹងហើយចាឬក៏បងប្អូនអាចខ្ចប់ដោយមិនបាច់បិទមុខវាទាំងសងខាងក៏បានដែរចាគឺធ្វើបែបនេះណាបងប្អូននេះខ្ញុំលាបចាដាក់សាច់ឲ្យលាបពងមាន់ផ្នែកសដើម្បីឲ្យវាស្អិតណាដើម្បីពេលចៀនទៅកុំឲ្យវាចេញចាធ្លាយសាច់អីអញ្ចឹងណាហើយនេះគឺខ្ញុំអត់បិទមុខទាំងសងខាងនេះគឺខ្ញុំគ្រាន់តែចាចាប់ហើយកាត់វាយកតែម្ដងធ្វើបែបហ្នឹងគឺធ្វើលតបានវែងណាចាយើងធ្វើឲ្យវែងអញ្ចឹងទៅបន្ទាប់មកគឺយើងអាចយកវាទៅកាត់ណាបងប្អូនចារបៀបខ្ចប់គឺបងប្អូនអាចមើលវីដេអូងាយទេបងប្អូនហើយបន្ទាប់ពីនេះខ្ញុំខ្ចប់ហើយគឺនេះខ្ញុំយកវាទៅកាត់ឲ្យទូចល្មមពីព្រោះលតគឺយើងកាត់វាទូចចាប្រវាយវាគឺទូចមែនតើដើម្បីងាយស្រួលញ៉ាំណាចានេះខ្ញុំបង្ហាញបងប្អូនធ្វើពីរបៀបខ្ចប់មួយទៀតហើយសាច់ហ្នឹងគឺមានចំនួនកន្លះគីឡូបងប្អូនគឺបានលតប៉ុណ្ណឹងបានច្រើនដែរតើបងប្អូនលាយជាមួយនឹងបន្លែអញ្ចឹងណាហើយនេះខ្ញុំកាត់វាប៉ុណ្ណឹងបងប្អូនកាត់ខ្លីជាងហ្នឹងក៏បានចាប៉ុន្តែនេះខ្ញុំយកប៉ុណ្ណឹងណាហើយពាក់កណ្ដាលកាត់ពាក់កណ្ដាលនេះខ្ញុំអត់កាត់ទេគឺនេះខ្ញុំយកវាទៅបំពងទាំងវែងនឹងតែម្ដងណាហើយភ្លើងបំពងគឺយើងត្រូវប្រើភ្លើងមធ្យមកុំប្រើភ្លើងខ្លាំងពេកបងប្អូនហើយបំពងរហូតដល់ក្រហមចាដល់លតនឹងក្រហមជាការស្រេចហើយសម្បកហ្នឹងគឺយើងត្រូវបំពងឲ្យក្រហមមែនតើបងប្អូនទើបស្រួយឆ្ងាញ់សម្រាប់លតគឺធម្មតាគេយកសម្បកណែមមកខ្ចប់បងប្អូនប៉ុន្តែចានេះខ្ញុំធ្លាប់ចេញវីដេអូចាលើកមុនម្ដងហើយរបៀបធ្វើលតជាមួយនឹងសម្បកណែមប៉ុន្តែថ្ងៃនេះខ្ញុំចង់ឲ្យប្លែកចឹងបងប្អូនគឺនេះខ្ញុំប្រើសម្បកសយ៉ចាសម្បកអញ្ចឹងណាគឺនេះខ្ញុំចូលចិត្តជាងបងប្អូនពីព្រោះវាស្រួយចាស្រួយឆ្ងាញ់ជាងហើយងាយស្រួលខ្ចប់ងាយស្រួលធ្វើជាងដែរចានេះខ្ញុំបំពងពាក់កណ្ដាលកាត់វាដុំទូចអញ្ចឹងហើយពាក់កណ្ដាលទៀតគឺនេះខ្ញុំចាបំពងវាទាំងវែងអញ្ចឹងណាគឺស្រួយឆ្ងាញ់ណាបងប្អូនហើយនេះខ្ញុំបំពងរហូតដល់ចាឆ្អិនដល់ក្រៀមទាំងក្នុងតែម្ដងធ្វើបែបហ្នឹងគឺថាស្រួយមែនតែនហើយនេះខ្ញុំកាត់ជូនបងប្អូនមើលចាសម្បកវាគឺថាស្រួយខ្ញោកណាស់បងប្អូនអើយហើយយើងយកទៅញ៉ាំជាមួយនឹងជ្រក់ល្ហុងចាគឺថាឆ្ងាញ់មែនតើណាចាហ
ហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំលតណាគឺបងប្អូនអាចធ្វើតាមរបៀបទី1ក៏បានទី2ក៏បានដែរគឺឆ្ងាញ់ដូចគ្នាបងប្អូនហើយនេះជាជ្រក់ល្ហុងដែលខ្ញុំធ្វើទុកប្រហែលថ្ងៃមុនណាបងប្អូនចាហើយសម្រាប់លតហ្នឹងគឺយើងយកមកញ៉ាំជាមួយនឹងជ្រក់ល្ហុងដែលយើងចិត្តល្ហុងបែបហ្នឹងបងប្អូនល្ហុងឬក៏ការ៉ុតបែបហ្នឹងទើបឆ្ងាញ់ចាចិត្តវាជាចំណិតស្ដើងអញ្ចឹងណាហើយនិយាយពីថាជាតិណាបងប្អូនអើយជ្រក់ល្ហុងដែលខ្ញុំធ្វើប្រហែលជាមួយអាទិត្យមុនចាគឺចូលជាតិឆ្ងាញ់មែនតើហើយនៅតែស្រួយខ្ញោកហើយសម្រាប់បងប្អូនដែលចង់ដឹងពីរបៀបធ្វើជ្រក់ល្ហុងគឺមានផុសនៅក្នុង page ណាបងប្អូនជ្រក់ហ្នឹងគឺថាទុកប្រហែលក៏មិនចេះខូចដែរនិយាយទៅនេះខ្ញុំធ្វើអត់ដែរសល់ខូចទេចាគឺយើងអាចទុកបានយូរហើយនៅតែស្រួយខ្ញោកអញ្ចឹងចាឥឡូវរួចរាល់ហើយបងប្អូនរបៀបធ្វើលតចាទី2របស់ខ្ញុំនេះបងប្អូនអាចចូលទៅមើលរបៀបធ្វើទី1បានក៏ឆ្ងាញ់ដូចគ្នាដែរចាអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូថ្ងៃបន្ទាប់ទៀត